នេះគឺជាឡាន hybrid ដែលសន្សំចៃខ្លាំងមែនតើ100គីឡូស៊ីតែ 3.4 លីត្រទេហើយបំពាក់ជាមួយនឹងបច្ចេកវិទ្យាទំនើបទៀតអញ្ចឹងនេះគឺជាតុងហ្វឹង Ola Smart ឡាន hybrid មួយនេះដែរគឺវាប្រើមកជាមួយនឹងម៉ាស៊ីន 1.5 លីត្រជំនួយដោយ turbo ហើយមាន motor អេឡិចត្រូនិកមួយគ្រាប់ទៀតពវល់កង់ខាងមុខអញ្ចឹងផលិតកម្លាំងបានច្រើន204 PS ហើយ torque របស់វាដូចជាធំឡើងប្រព័ន្ធឡាន pick up ដែរហើយ565 Newton m ប៉ុន្តែអាហ្នឹងតអវល់ដល់ RPM របស់វាដែរណាអញ្ចឹងតាក់ទងជាមួយនឹងកម្រិតស៊ីសាំងដែលគេវាយតម្លៃមកជាមធ្យម 3.4 លីត្រនៅក្នុង100គីឡូម៉ែត្រក៏ប៉ុន្តែបើសិនជាបើកជាក់ស្ដែងទៅវាអាចនឹងផ្លាស់ប្ដូរប្រែប្រួលទៅតាមហ្នឹងដោយសារតែវាស៊ីសងទៅតាមលម្អឿនយើងបើកបរយើងជន់ហ្គាខ្លាំង driving mode ទៅតាមសីតុណ្ហភាពនៅខាងក្រៅអីចឹងទៅទម្ងន់ផ្ទុកជាដើមហើយមួយទៀតចំណុចមួយដែលខ្ញុំឃើញថាឡាននេះរៀងខុសគេដែរគឺតាក់ទងជាមួយនឹងប្រអប់លេខឡាន hybrid ផ្សេងគេប្រើ CVT ប៉ុន្តែអានេះគេប្រើប្រអប់លេខ DHT 4 វគ្គប្រអប់លេខ DHT នឹងដែរគឺជាប្រភេទប្រអប់លេខមួយប្រភេទទៀតដែលគេប្រើនៅក្នុងឡាន hybrid ដែរមាន4វគ្គអញ្ចឹងភ្ជាប់មកជាមួយនឹងប្រអប់លេខចង្កឹះលេខរបស់វាគឺជាប្រភេទចង្កឹះលេខអេឡិចត្រូនិកដូចឡានអគ្គិសនីដែរនេះអាដុំគ្រីស្តាល់ទូចមួយហ្នឹងចង្កឹះលេខអេឡិចត្រូនិកអញ្ចឹងគឺយើងងាយស្រួលប្រើទេនៅពេលដែលយើងត្រូវការដាក់លេខឡើងចុះអីភ្ជាប់មកជាមួយនឹងហ្វ្រាំងដៃអេឡិចត្រូនិកផ្ដាច់អូតូពេលដែលយើងដាក់លេខទៅមុខអញ្ចឹងវាធ្វើឲ្យឡាននេះអាចបើកបាន3របៀបទី1គឺយើងអាចប្រើ EV mode ណាដោយខ្ញុំកំពុងបើកឥឡូវនេះគឺ battery electric drive គឺយើងប្រើថាមពលអគ្គិសនីសុទ្ធសាធ 100% ហ្មងហើយមួយទៀតបើសិនជាយើងបើករៀងលឿនបន្តិចវានឹងដូរទៅមួយម៉ូដទៀតដែលគេហៅថា series drive hybrid series drive ហ្នឹងដែរគឺម៉ាស៊ីនវាបច្ចេកឲ្យសាកថាមពលចូលទៅអាគុយហើយមួយវគ្គទៀតហ្នឹងគេហៅថា parallel ហ្នឹងគឺអាគុយក៏ធ្វើការ motor ក៏ធ្វើការនៅក្នុងពេលតែមួយអញ្ចឹងវាធ្វើឲ្យឡាននេះស្ទុះសន្ទុះរបស់វាពី0ទៅ100គឺ6វិនាទីស្ទុះហើយមួយទៀតយើងអាចដូរ driving mode បានទៀតឥឡូវនេះគឺខ្ញុំប្រើ eco mode ទេeco mode គឺមិនល្មម normal mode រៀងស្ទុះជាង eco mode បន្តិចតែបើសិនជាយើងដាក់ sport mode ឡាននេះរៀងស្ទុះខ្លាំងស្ទុះវ៉ាវក៏ប៉ុន្តែស្ទុះហ្នឹងគឺសន្ទុះរបស់វារៀងខុសពីឡានអគ្គិសនីបន្តិចហើយក៏មិនស្ទុះដូចប្រភេទឡាន performance ដែរដោយសារតែប្រអប់លេខវាមានតែ4វគ្គទេសន្ទុះរបស់វាហ្នឹងនៅពេលដែលយើងជន់ដំបូងហ្នឹងម៉ាស៊ីនធ្វើការខ្លាំងបន្ទាប់មកម៉ាស៊ីនតម្លាក់ផាសទៅឲ្យ motor ធ្វើការខ្លាំងម្ដងតោះដល់មួយតង់ទៀតទៅបាន motor ហើយនឹងម៉ាស៊ីនហ្នឹងធ្វើការខ្លាំងដូចគ្នាអាហ្នឹងគឺស្ទុះយកមកអញ្ចឹងវារៀងខុសគេបន្តិចដោយសារតែប្រអប់លេខរបស់វារៀងខុសគេអញ្ចឹងភ្ជាប់ជាមួយនឹង driving mode ក៏មានមុខងារ energy recycle ដែរអាហ្នឹងដូចឡាន hybrid ផ្សេងដែរនៅពេលដែលយើងបន្ថយល្បឿនឬមួយក៏យើងជន់ហ្វ្រាំងវានឹងបំលែងថាមពលសាកចូលទៅកាន់អាគុយជាធម្មតាខ្ញុំប្រើតែត្រឹមកម្រិត1ទេបើសិនដាក់ដល់2ឬក៏3វាអត់សូវ smooth ហើយពេលបន្ថយល្បឿនណាវាជន់ហ្វ្រាំងរៀងខ្លាំងពេកប្រើមួយមកល្មមហើយមួយទៀតតាក់ទងជាមួយនឹងជើងក្រោមរបស់វាជើងក្រោមនៅខាងមុខនេះគឺធម្មតាទេប្រភេទ McPherson ប្រើបូមឯនឹងម៉ាស័រធម្មតាក៏ប៉ុន្តែខាងក្រោយរបស់វាប្រើ slab pitch independent multi-link suspension អញ្ចឹងវាទី1ជួយទប់លំនឹងហើយទី2នៅពេលដែលយើងបើកផ្លូវអាលាក់អីហ្នឹងគឺវាអត់សូវអាលាក់ទេកាត់បន្ថយអាលាក់បានច្រើនគួរសមហើយរូបរាងនៅខាងក្រៅរបស់វាគឺជាប្រភេទឡាន SUV ប្រវែងបណ្ដោយរបស់វា4ម៉ែត្រ6តឹកកម្ពស់ខ្ពស់គួរសម1ម៉ែត្រ6ហើយកម្ពស់ពីដីដល់បាតឡានក៏រៀងខ្ពស់ដែរអញ្ចឹងឡាននេះអាចយកចូលផ្លូវពិបាកបានដោយបងប្អូនទាំងអស់គ្នាបានឃើញអញ្ចឹងឡាននេះរចនាមករៀងបែបយុគវ័យបន្តិចហើយខ្ញុំចាប់អារម្មណ៍ឃើញមានសំណាញ់ប៉ាណារបស់វានៅខាងមុខនេះគេហៅថា mode ទេវយន្តធ្លាក់ពីលើមេឃណា Star Trek Daytime Running Light អុសកាត់មកបន្ទាត់ឆ្វេងស្ដាំចង្កៀង LED Starlight ចង្កៀង LED នេះដែរវាក៏មានមុខងារតម្លើងតម្លាក់ pha code auto ដែរអាហ្នឹងគេហៅ Intelligent Adaptive Headlight ណាហើយឡាននេះយ៉ានកង់ធំបងប្អូន20អ៊ីងសបកកង់វា Dunlop ម៉ាកជប៉ុន stock មកពីរោងចក្រស្រាប់យើងទទួលបាន flash door handle អានេះក៏លើកទ្វារប្រកបចូលស្មើសាច់ណាកញ្ចក់របស់វានេះគឺតម្លើងតម្លាក់អូតូនៅពេលដែលយើងថយក្រោយវាតម្លាក់ចូលក្រោមអូតូហើយក៏ក្តោបអូតូដែរ
មានមុខងារកដៅកញ្ចក់នៅលើនឹងស្រាប់ទៀតជាគៀងនៅខាងក្រោយនេះដែរគឺអស់កាត់មួយខ្សែពេញហ្មងបងប្អូនទាំងអស់គ្នាម៉ូតកំពង់ស៊ីម៉ាំងអានេះម៉ូតទេយើងទទួលបានកំពង់ស៊ីម៉ាំងភ្លោះចំនួន4 spoiler នៅខាងលើកាងខ្យល់ធំហើយតាក់ទងជាមួយនឹងក្លុបខាងក្រោយនេះអានេះគឺទ្វារ electronic យើងចុចប៊ូតុងបើកបានបញ្ជាពីក្នុងក៏បានបញ្ជាពីសក៏បានយើងសេរីកម្ពស់បានហើយមាន memory ដែលវាចំណាំទៀតនៅពេលដែលយើងសិតកម្ពស់ឲ្យវាណាក្លុបក្រោយធំក្លុបក្រោយនេះតលាយដោយសារឡាននេះវាប្រវែងវាវែងឡាននេះទិញមកគេឲ្យ smart key 2 smart key នេះយើងអាចបញ្ជាបច្ចេកម៉ាស៊ីនពីចង្អាយក៏បានប្លូតក៏បានហើយតម្លើងធ្លាក់កញ្ចក់ក៏បានដែរតោះឥឡូវខ្ញុំនាំទៅមើលនៅខាងក្នុងវិញបងប្អូនថាឃើញអញ្ចឹងនៅខាងក្នុងរបស់ Dongfeng Atlas Mage នេះដែរយើងឃើញថាវាមានដេកមកជាមួយនឹងស្បែកនៅលើតាប្លូនៅលើឯងទ្វារជាមួយនឹងកៅអីនេះកៅអីស្ពណ៌បងប្អូនហើយកៅអីនេះគឺមាន electronic ទាំងសងខាងអ្នកបើកបរយើងអាចសេរីបាន6របៀបហើយខាងអ្នកដំណើរនេះដែរគឺយើងអាចសេរីបាន4របៀបជាពិសេសកៅអីនេះដែរក៏មានមុខងារខ្យល់ត្រជាក់ដែរមានរន្ធខ្យល់ត្រជាក់ណាអញ្ចឹងល្អសម្រាប់សុខយើងក្តៅហើយតែទៅជាមួយនឹងកៅអីនេះដែរក៏មានមុខងារ memory seat ដែរឆ្នាំទីតាំងពេលយើងសេរីទៅអញ្ចឹងវានឹង load នៅលើអេក្រង់នេះថាយើងចង់ save ទីតាំងមួយណាតែបើយើងចង់ save ទីតាំងហ្នឹងយើងចុច yes ទៅហើយតាក់ទងជាមួយនឹងចំណុចមួយដែលចូលមកយើងឃើញថាវាតាក់ភ្នែកយើងគឺទៅលើអេក្រង់ចំនួន2នេះទី1គឺកុងទ័រ digital ទំហំ 10.25 inch វាបង្ហាញព័ត៌មានបានច្រើននៅក្នុងកុងទ័រ digital នេះហើយមួយទៀតគឺអេក្រង់ infotainment នេះទំហំរបស់វាគឺប្រព័ន្ធ tablet អាខ្នាតធំហី 13.2 inch បងប្អូនទាំងអស់គ្នាអញ្ចឹងនៅលើអេក្រង់ infotainment នេះដែរគឺយើងអាចប្រើវាគ្រប់គ្រងទៅលើម៉ាស៊ីនត្រជាក់យើងអាចផ្លាស់ប្ដូរទៅលើប្រព័ន្ធសុវត្ថិភាពមុខងារជំនួយការបើកបរផ្សេងៗនៅលើអេក្រង់ហ្នឹងយើងអាចដូរ driving mode នៅលើអេក្រង់នេះហើយអេក្រង់នេះវាអត់មាន Apple CarPlay អត់មាន Android Auto អីទេក៏ប៉ុន្តែយើងនៅតែអាចភ្ជាប់ជាមួយនឹង smartphone ដើម្បីប្រើ app ឬមួយក៏ប្រើ Google Map បានធម្មតាគឺជាមួយនឹងមុខងារ Carbit Link មួយទៀតដែរនៅលើអេក្រង់នេះគឺយើងអាចប្រើវាដើម្បីមើលកាមេរ៉ានេះយើងអាចមើលជាលក្ខណៈ 2D ក៏បានឬមួយក៏ 3D ក៏បានហើយយើងអាចមើលទិដ្ឋភាពមជ្ឈុំឡានរបស់យើងបានជាពិសេសគឺយើងអាចមើលឃើញបាតឡានរបស់យើងស្រួលសេរីស្មានថាកង់ឡានយើងនៅកន្លែងណាអញ្ចឹងណាហើយពេលនេះដែរយើងទទួលបានរបស់មួយចំនួនដែលយើងត្រូវការប្រើប្រចាំថ្ងៃដែរមានដូចជា wireless charge វានៅខាងក្រោមអេក្រង់នេះ wireless charge ហើយយើងមានហ៊ុន USB យើងមានដូចកតុយបរិយគូបញ្ជាក់ថា wireless charge នេះគឺប្រភេទ fast charge យើងអាចសាកបានកម្លាំង50 W ណាអញ្ចឹងយើងអាចសាកបានលឿនហើយចំណុចមួយទៀតដែលយើងគួរឲ្យចាប់អារម្មណ៍ជាមួយនឹងឡាននេះដែរគឺនេះទទួលបានតបកញ្ចក់ panoramic នេះគឺធំមែនតើបងប្អូនទាំងអស់គ្នាលាតទៅដល់ខាងក្រោយណាអានេះដូចជា 1.08 ម៉ែត្រការ៉េទំហំរបស់វាហើយអូតូបើកបាន2កន្លែងអញ្ចឹងយើងអាចបើកឲ្យពលឺចូលក៏បានឬមួយក៏ចំហឲ្យខ្យល់ចូលក៏បានដែរអញ្ចឹងវាអូតូចុចតែមួយคลิกមកវាបិទវិញហើយតាក់ទងជាមួយនឹងកញ្ចក់ទាំង4នេះគឺអូតូទាំងអស់អញ្ចឹងចុចតែមួយคลิกទៅវាតម្លើងតម្លាក់ឲ្យយើងអូតូហើយតែឥឡូវខ្ញុំនាំទៅមើលកៅអីខាងក្រោយបន្តិចថាតើវាទលាឬមួយក៏អត់អញ្ចឹងនៅខាងក្រោយរបស់ឡាននេះគឺទលាយបងប្អូនទាំងអស់គ្នាដោយសារតែកម្រិតពីកង់មុខមកកង់ក្រោយរបស់វាហ្នឹងគឺ2ម៉ែត្រ7ទឹកហើយកៅអីនេះក៏ធំដែរមានកន្លែងដាក់ដៃកន្លែងដាក់ដបទឹកនៅខាងក្រោយមានរុនម៉ាស៊ីនត្រជាក់មួយរុនខ្យល់ត្រជាក់មិនមែនរុនម៉ាស៊ីនត្រជាក់នេះហើយរុនខ្យល់ត្រជាក់ហើយមាន USB-C យើងអាចសាកបានល្បឿនលឿន60 W មានរុន USB-A ហើយក្រៅពីហ្នឹងដែរយើងមាន speaker ទាំងអស់ចំនួន6គ្រាប់ហើយចំណុចដែលយើងឃើញថាផ្លៃពីឡាន SUV ផ្សេងគឺយើងឃើញមានរុននៅកន្លែងនេះមួយអានេះគឺជារុនខ្យល់សម្រាប់ទៅបញ្ចុះកម្ដៅអាគុយណាដោយសារតែវាគឺជាប្រភេទឡាន hybrid ជាងការ design នេះគឺដូចទៅនឹងឡាន hybrid ផ្សេងទៀតដែរចឹងសម្រាប់ Dongfeng Atlas Mage នេះដែរគឺវាបំពាក់មកជាមួយនឹងបច្ចេកវិទ្យា Intelligent Driving Level 2នៅក្នុងហ្នឹងគឺមានមកកញ្ចប់មុខងារទំនើបទី1គឺតាក់ទងជាមួយនឹង Adaptive Cruise Control យើងអាចបន្ថែមបន្ថយល្បឿនបានទៅតាមឡានខាងមុខប៊ូតុងមាននៅលើដៃចង្កូតចុចមួយคลิกទៅវាចូល Adaptive Cruise Control ហើយក្នុងនោះដែរយើងក៏អាចរក្សាកម្រិតឡានរបស់យើងជាមួយនឹងឡានខាងមុខចង្កូតនេះពេលយើងដាក់ Adaptive Cruise Control គឺវាដំណើរការមុខងារ
land keeping access ឲ្យយើងអូតូហ្មងអញ្ចឹងដូចផ្លូវកោងអីយើងអាចប្រឡែងដៃបានវាជួយទាញចកូតយើងណាដោយពេលយើងដាក់ adaptive cruise control អញ្ចឹងចកូតនេះវាជួយសេរីឲ្យឡានរបស់យើងរត់ចំកណ្ដាលគីឡូវាជួយទាញតិចផ្លូវកោងប៉ុណ្ណឹងអីវាទាញបានតែបើយើងបើកលឿនតោះអាចជួយទាញចកូតវាដែរហើយមួយទៀតបើសិនជាយើងបើកលឿនយឺតគឺយើងអាចប្រើមុខងារ traffic jam assist អាហ្នឹងដោយ adaptive cruise control ដែរប៉ុន្តែយើងអាចប្រើវានៅក្នុងល្បឿនយឺតបានពេលស្ទះផ្លូវណាតែបើអត់ចង់ប្រើមុខងារ traffic jam assist ទេយើងប្រើ auto hold ក៏បានដែរព្រោះអីនៅលើអេក្រង់នេះវាមាន shortcut auto hold លើហ្នឹងយើងចុច auto hold មួយទៅពេលយើងត្រូវការឈប់យើងជន់ហ្វ្រាំងតែមួយឡានវាជន់ហ្វ្រាំងឲ្យយើងអូតូហើយយើងមិនបាច់ជន់ជាប់ទេពេលយើងទៅមុខវិញយើងជន់ហ្គាធម្មតាទៅអញ្ចឹងសម្រាប់ការបើកបរទូទៅវាមានមុខងារជូនដំណឹងពេលឡានរបស់យើងបើកចេញក្រៅកន្លងជួយរក្សាឡានឲ្យរត់ចំកណ្ដាលកន្លងជូនដំណឹងនៅពេលដែលមានឧបសគ្គនៅខាងមុខហើយមានហ្វ្រាំងអូតូនៅពេលដែលមានអាសន្នវាជួយជន់ហ្វ្រាំងឲ្យយើងអូតូដែរហើយនៅពេលដែលយើងថយចេញពីចំណតអីហ្នឹងវាមានមុខងារជួយជូនដំណឹងពីចរាចរណ៍នៅខាងក្រោយឡានរបស់យើងហើយតើតើជាមួយនឹងជាងខាងមុខក៏គេរាប់ចូលទៅក្នុងមុខងារ intelligent driving level 2 ដែរជាងមុខវាឡើងចូល pha code អូតូយើងអាចសេរីកម្ពស់របស់វាបានមានមុខងារបិទបើកអូតូហើយក៏មានមុខងារ follow me home ដែរហើយនៅលើកញ្ចក់សងខាងរបស់វាហ្នឹងមានបល្លាញ sport monitor ណាពេលមានឡានម៉ូតូផ្សេងគេវ៉ាមកពីខាងក្រោយអញ្ចឹងវា alert ភ្លើងនៅលើសញ្ញាត្រីកោណហ្នឹងហើយបើសិនជាបងប្អូនទាំងអស់គ្នាចូលទៅកាន់កន្លែងសញ្ញាឡានកន្លែង car setting នេះយើងឃើញមានមុខងារ driving assist ច្រើនទៀតដែរនៅក្នុងនោះមានច្រើនខាងមែនតើក្រៅតែពីមុខងារប៉ុណ្ណោះដែរអញ្ចឹងសម្រាប់តុង Feng Erlos Make នេះដែរតម្លៃរបស់វាក៏សមរម្យដែរតម្លៃវាខ្ទង់ 30000 ជាងទេមានការធានា 5 ឆ្នាំឬមួយក៏150,000 គីឡូម៉ែត្រជាពិសេសមានសេវាកម្មថែទាំរយៈពេល5ឆ្នាំទៀតដូចដូរប្រេងម៉ាស៊ីននេះគឺ free តែម្ដងបងប្អូនទាំងអស់គ្នាសម្រាប់ព័ត៌មានលម្អិតផ្សេងអាចតាក់ទងទៅខាងតុង Feng Erlos Cambodia ទៅគឺគាត់មានព័ត៌មានលម្អិតបន្ថែមជាមួយនឹងលក្ខខណ្ឌផ្សេងៗដែលបងប្អូនទាំងអស់គ្នាអាចសួរបានអញ្ចឹងអរគុណច្រើនជួបគ្នានៅក្នុងវីដេអូក្រោយទៀត